ថ្ងៃនេះបងស្រីគាត់ឲ្យក្រុមការងារខាងយើងទៅរៀបចំម៉ាស៊ីន Panasonic មួយគ្រឿងជូនគាត់ហើយបងស្រីគាត់ស្គាល់យើងតាមរយៈមិត្តភក្តិរបស់គាត់អញ្ចឹងគាត់ឲ្យយើងយកម៉ាស៊ីនថ្មីមួយគ្រឿងទៅរៀបចំដោះដូរម៉ាស៊ីនចាស់របស់គាត់ព្រោះគាត់គិតថាម៉ាស៊ីនចាស់របស់គាត់ហ្នឹងប្រើអត់កើតទេអញ្ចឹងគាត់ចង់ដូរដាក់ថ្មីហ្មងអញ្ចឹងក្រោយពីជជែកមួយបងស្រីមួយសន្ទុះយកក្រុមការងារពួកយើងក៏រៀបចំម៉ាស៊ីនទៅតម្លើងជូនគាត់អញ្ចឹងនៅពេលទៅដល់ក្រុមការងារយើងតម្លាក់ម៉ាស៊ីនចាស់របស់គាត់ចេញហើយតម្លើងម៉ាស៊ីនថ្មីចូលហើយរៀបចំតាមស្តង់ដារបច្ចេកទេសនិងតេស្តមួយស្អាតជូនបងស្រីហើយនៅពេលដែលយើងតម្លើងម៉ាស៊ីនថ្មីឲ្យគាត់ហើយហ្នឹងគាត់ក៏បានសួរនាំពាក់ព័ន្ធមួយម៉ាស៊ីនចាស់របស់គាត់តើនៅប្រើកើតអត់ព្រោះដោយសារគាត់ដាក់ថ្មីមួយគ្រឿងសិនដើម្បីចង់ដឹងពីខាងយើងសេវាខាងយើងតើប្រើប្រាស់កើតអត់កុំអីហ្នឹងគាត់ឲ្យយកមកទាំងពីរដូរហ្មងហើយអញ្ចឹងក្រោយពីក្រុមការងារយើងពិនិត្យមើលម៉ាស៊ីនចាស់របស់គាត់ទៅឃើញថាម៉ាស៊ីនបងស្រីអត់មានបញ្ហាអីទេគ្រាន់តែថាវាឡើងដីរៀងធំក្លិនហើយក្រុមការងារក៏បានបំបែកម៉ាស៊ីនបងស្រីទៅតាមផ្នែកនីមួយៗហើយសម្អាតយ៉ាងផ្ចិតផ្ចង់ជូនបងស្រីហើយយើងក៏ផ្គុំចូលវិញដើម្បីតម្លើងនៅបន្ទប់ថ្មីរបស់គាត់ដើម្បីកុំឲ្យគាត់ចំណាយទៅលើការដូរម៉ាស៊ីនថ្មីមួយគ្រឿងទៀតបងស្រីម្ចាស់ផ្ទះពេលដែលឃើញអញ្ចឹងគាត់ក៏សប្បាយចិត្តដែរព្រោះគាត់ថាគាត់ចង់ដូរទាំងពីរហើយព្រោះដោយសារគិតថាម៉ាស៊ីននេះខូចអញ្ចឹងបានក្រុមការងារខាងយើងជួយសម្រួលដោះស្រាយម៉ាស៊ីននេះឲ្យគាត់បានប្រើមួយទៀតអញ្ចឹងគាត់ចំណេញច្រើនអញ្ចឹងក្រោយពេលដែលយើងរៀបចំហើយក៏ចាប់ផ្ដើមតម្លើងម៉ាស៊ីនជូនបន្ទប់ថ្មីរបស់គាត់ហ្នឹងទៅតាមបច្ចេកទេសហើយតេស្តស្តង់ដារជូនគាត់ឲ្យបាន100%ដែរមុនយើងរៀបចំចេញមកហើយបងស្រីក៏បានឲ្យខាងយើងហ្នឹងទៅលាងម៉ាស៊ីនរបស់គាត់មួយគ្រឿងទៀតនៅខាងក្រោមដែលគាត់ចាប់អារម្មណ៍ថាខាងយើងហ្នឹងជួយរក្សាការងារតាមបច្ចេកទេសជូនគាត់អាចទុកចិត្តបានអញ្ចឹងគាត់ក៏សម្រេចចិត្តឲ្យធ្វើទាំងសេតនៅក្នុងផ្ទះគាត់មកពាក់ព័ន្ធមួយម៉ាស៊ីនចាស់ហើយក្រុមការងារខាងយើងក៏អរគុណច្រើនទៅបងស្រីដែលបានជឿជាក់លើសេវាកម្មខាងយើងអញ្ចឹងជាចុងក្រោយបើសិនជាបងប្អូនត្រូវការជាងជួសជុលនៅម៉ាស៊ីនត្រជាក់លាងសម្អាតបងប្អូនអាចទាក់ទងខាងយើងបាន